នៅក្នុងវីដេអូនេះខ្ញុំចង់ចែករំលែកទាក់ទងទៅនឹងរបៀបឆែកមើលលុយយន់មកចុងសាំងថាយើងទទួលបានឬក៏យើងត្រូវបង់ឲ្យទៅខាងរដ្ឋវិញចឹងជំហានដំបូងនោះគឺបងប្អូនត្រូវចូលទៅកាន់កម្មវិធីជ្រុំឬក៏ទៅកាន់ app Home Taxi អញ្ចឹងចំពោះខ្ញុំចូលទៅខាងកម្មវិធីជ្រុំបាទយើងបើកមកហើយបន្ទាប់មកទៀតបងប្អូនសួរថា Home Taxi ឬក៏បងប្អូនវាយជាភាសាអង់គ្លេសមកយើងវាយថា Home Taxi មកគេឲ្យអញ្ចឹងណាបាទនៅខាងលើគេនេះបាទហើយមកដល់ត្រង់ចំណុចនេះគឺបងប្អូនយកពាក្យថា login មកបាទយើងយកពាក្យថា login នៅត្រង់នេះហើយបន្ទាប់មកទៀតបងប្អូនយកពាក្យនៅកណ្ដាលគេរូបមនុស្សយកពាក្យថាខានជុង in ចុងមានកាន់ in ចុងសនៅកណ្ដាលគេហ្នឹងបាទបន្ទាប់មកទៀតវាទៅឲ្យយើង verify បងប្អូនជាមួយនឹង Naver ក៏បានឬក៏កាតុកក៏បានចំពោះខ្ញុំគឺខ្ញុំverify ជាមួយនឹងកាតុកចឹងខ្ញុំចុចលើកាតុកបាទចឹងនៅមកដល់ត្រង់ចំណុចនេះគឺបងប្អូនត្រូវពេញឈ្មោះបងប្អូនទៅដូចជានឹងក្នុង ID card បងប្អូនណាបាទឈ្មោះមកបាទបាយនេះរឿងឈ្មោះហើយបន្តមកទៀតសៀងញ៉ុនវអ៊ីបងប្អូនត្រូវពេញថ្ងៃខែឆ្នាំកំណើតបាទហើយបន្តមកទៀតខាងក្រោមបងប្អូនត្រូវដាក់លេខទូរស័ព្ទហើយបន្តនោះគឺបងប្អូនដាក់ពាក្យចុចលើពាក្យថាអញ្ចឹងដល់ចំណុចនេះខ្ញុំសូមបទសារតាជាព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំបានបំពេញឈ្មោះថ្ងៃខែឆ្នាំកំណើតលេខទូរស័ព្ទអត់ហើយគឺបងប្អូនត្រូវចុចយកពាក្យថាបន្ទាប់មកនឹងវាសូឲ្យបែបនេះគឺបងប្អូនត្រូវចុចយកពាក្យថាមូទូទងឯហៅគូអ៊ីនជុំយូឆុងបាទយើងចុចលើនឹងមកបាទចឹងមកដល់ចំណុចនេះគឺបងប្អូនត្រូវចាំគេផ្ញើសារតាមកាកាតុកមកសិនចឹងណាចឹងយើងត្រូវចាំយើងមិនទាន់អាចចុចបាទនេះវាមកហើយយើងចូលទៅក្នុងកាកាតុកបាទយើងចូលទៅក្នុងកាកាតុកមកយើងយកពាក្យថាអ៊ីនជុងហាគីបាទយកឡើងនឹងមកបាទបន្ទាប់មកទៀតបងប្អូនគឺយកទាំងអស់បាទហើយយកពាក្យថា verify បាទយើងចុច verify មកបាទតែដោយសារតែអត់បានគឺយើងទាមទារឲ្យយើងវាយលេខកូដសញ្ញាយើងវាយលេខកូដសញ្ញា6ខ្ទង់មកបាទបាទហើយពេលនេះគឺជោគជ័យយកពាក្យថាអូខេបាទបន្ទាប់មកយើង back ទៅកម្មវិធីជ្រុំរបស់យើងវិញមិញមកបាទនេះបន្ទាប់មកទៀតបងប្អូនយកពាក្យថា in ជុង one rule បាទយើងចុចលើនឹងមកបាទបន្ទាប់មកទៀតបងប្អូនយកពាក្យថាកិនលូស៊ូទុកជីគឺមីយ៉ុងសេសជូវ៉ែនៅទី2បងប្អូនទី2បាទនឹងមកបាទមកដល់ត្រង់ចំណែកនេះគឺបងប្អូនដូរឆ្នាំយើងដាក់ឆ្នាំ2025មកបាទហើយបន្ទាប់មកទៀតបងប្អូនយកពាក្យថាជូវ៉ែបាទបន្ទាប់មកទៀតគឺបងប្អូនយកពាក្យខាងក្រោមគេលេខកូដឈ្មោះរោងចក្រខ្ញុំនេះដាក់ថា you have ហ្នឹងមកមានលេខនេះហ្នឹងយើងចុចលើខាងលេខហ្នឹងមកបាទខាងចុងគេហ្នឹងបាទយើងចុចទៅហ្នឹងមកបាទអញ្ចឹងមកដល់ចំណុចនេះនៅពេលដែលបងប្អូនឃើញសញ្ញាដកកន្លែងនេះបាទលេខ77 73 74 75 76នេះនៅខាងក្រោមគេហ្នឹងបើសិនមានសញ្ញាដកហ្នឹងយើងទទួលលុយបានពីខាងយ៉ាន់ម៉ាចុងសាំងបើសិនមានសញ្ញាបូកអាហ្នឹងយើងត្រូវបង់ឲ្យទៅខាងក្រសួងវិញចឹងណាតែចំពោះខ្ញុំគឺអត់មានទេចឹងមកថាខ្ញុំអត់បង់ឲ្យគេហើយក៏អត់បានដែរចឹងបាទអញ្ចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងបាទសូមអរគុណបាទ